កម្ចាត់ក្លិនមិនល្អរបស់សាច់ចំពោះសាច់សត្វដែលលោកអ្នកបានទិញមកភ្ជួរចោលពុំបានធ្វើម្ហូបភ្លាមៗនោះក្នុងអាកាសធាតុក្តៅបែបនេះអាចនឹងកើតក្លិនមិនល្អឬមិនអាចយកទៅធ្វើម្ហូបបានឡើយបើលោកអ្នកយកទៅបោះចោលវានឹងរឹតតែគួរឲ្យសោកស្ដាយទៅទៀតព្រោះចំណាយប្រាក់ទិញមកអស់ច្រើនម្យ៉ាងទៀតបើយកសាច់នោះទៅក្លាសេនៅក្នុងទូទឹកកកតែវានឹងនៅតែមានក្លិនធំមិនគួរឲ្យយកទៅធ្វើម្ហូបអាហារដដែលដើម្បីដោះស្រាយបញ្ហានេះតើយើងគួរធ្វើដោយម្ដេចទើបអាចបំបត្តិក្លិនមិនល្អរបស់សាច់នោះបានជាការពិតណាស់លោកអ្នកគ្រាន់តែយកទឹកខ្មេះចំនួនតិចឬក៏ច្រើនអាស្រ័យទៅតាមបរិមាណសាច់យកមកចាក់ស្រោចពីលើសាច់ក្រឡុកឲ្យសព្វរួចទុកចោលមួយស្របក់សឹមលាងជាមួយនឹងទឹកស្អាតជាការស្រេចធ្វើតាមវិធីនេះហើយធ្វើឲ្យសាច់នោះយកមកធ្វើម្ហូបនឹងមិនមានក្លិនរំខានមាត់ច្រមុះលោកអ្នកទៀតឡើយ